Trong phơi tam phúng phơi cà thia kho tiêu về bị thao ôi tùm nôn á cha cha tha tùm nôn cho ngộp á nè tại hàng vinh đằng xây thế về bị thao đôi xuôn vùng ven và ba rô na nó không phum nước ọt ngay đây cứ này chứ bàn phơi giờ nè và tại môi để tha cái squall với nhá cứ cả lốc cả liệt mấy cả cái tay đài và tại bà dương nè mấy giờ đó cứ đằng tại đôi xuôn vùng ven chăng ôi vậy tới cái hai một hộp mình nước pro nè phơi tránh máu cứ mơ máu ọt đôi mà hộp tu tư thì tránh máu đôi tray bẩm pong đôi tia cạ ní cái hào tia cạ tật tia cái pa bao kế cái do mà thơ là biết cạ cặp bắt gì tới cạ cô cái bàn tay nhiều tới cho chất nhâm ta cuốn quá rằng chân tay đã xong tật thai mà hay bật cà thia kho tiêu vĩnh ô tụm nồng nè hay chùm môi nâng và phê cô kịch bao quát đây nâng vậy tao một hộp bao quát đại trên mau mà muối mà chốt trên mau cứ tụm nồng khẳng nè tao không tay nhắm nhưng chưa thả đăng ta sao thao vào hàng vậy tới quát bao tăng vì nơi tu ta cái cái nạ tam phum nơi khang plei cái lốc cái liệt tu nó không chất ba pơ nữa tăngពីនៅហាងតូចរហូតដល់គាត់បរិចបានប៉ុណ្ណេះគាត់ថាអូយតស៊ូពី10ឆ្នាំហើយតម្រាំតែបានហាងប៉ុណ្ណឹងហើយមុខមហូបរបស់គាត់ខ្ញុំចូលទៅដល់ចក្រានភ្លៀងខ្ញុំថាវ៉ាវបងមហូបបាយនេះសំតែមានភ្ញៀវច្រើនខ្លាំងហ្មងពួកគាត់ថាភ្ញៀវគាត់ភាគច្រើនតែបានញ៉ាំហើយភាគច្រើនសិតតែកំងអត់សូវបានមកដល់កន្លែងទេព្រោះកន្លែងគាត់ពិបាកជីចូលពិបាករពិបាកអីចឹងប៉ុន្តែបើភ្ញៀវខ្លះគេថាគេចូលចិត្តរបៀបបរិយាកាសអញ្ចឹងព្រោះរបៀបបែបស្ងាត់ស្ងាត់តាមភូមិអីចឹងអញ្ចឹងចេញវីដេអូឲ្យមិនដឹងបែបម៉េចនៅបានបរិយាកាសអញ្ចឹងអត់ទៀតទេអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនដែលឃើញហើយនឹងតសើដូចខ្ញុំអញ្ចឹងមហូបបែបមនុស្សប្រុសធ្វើមកចេញមកដូចក្រាក់ទានេះអញ្ចឹងជាធម្មតាគេធ្វើបែបគោកទេប៉ុន្តែដោយសារតែភ្ញៀវចេះតែចង់សុំទឹកច្រើនគាត់ក៏ធ្វើមើលទៅរបៀបដូចទឹកច្រើនអ្នកណាថាងដូចសឡងមកជូរក៏ពិតមិនមែនទេរបៀបក្រាក់ទាកប៉ារបស់គាត់ហើយសម្រាប់ប្រភេទសាច់គោអាំងវិញគឺគាត់ប្រើសាច់គោគេហៅគោហ្វីឡេរបស់គេមិននោះគោអីណារបៀបអាហ្នឹងគោហ្នឹងនៅក្នុងមួយតួខ្លួនមានតិចហើយសាច់របស់វាផុយអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តគឺអាចសាកបានមុខម្ហូបរបស់គាត់មួយចេញមកទំនងជាពិសេសអាកាធាយខទាវនេះអូយសិតតពងគាត់ប្រើកាធាយញីនិយាយទៅកាធាយខទាវហ្នឹងប្រើកាធាយញីគេយកមកខទាវអញ្ចឹងណាអញ្ចឹងគឺមានតាក់តិចក្នុងការស្រស់បំបត្តិក្លិនបំបត្តិឆ្អែសបំបត្តិឆ្អាបមិនអាហ្នឹងរឿងរបស់គាត់ខ្ញុំមើលគាត់ថាខ្ញុំមើលទៅខ្ញុំទៅសើរឿងថាក្បួនធ្វើគឺបែបមនុស្សប្រុសហ្មងចេញមកចឹងមកថាមនុស្សប្រុសចំអិនមហូបនិងមនុស្សស្រីចំអិនមហូបគឺមើលមកផ្សេងគ្នារបៀបរបបគឺខុសគ្នារបៀបមនុស្សប្រុសធ្វើមហូបបែបក្លែមដូចរបៀបត្រីអញ្ចឹងគឺគាត់មិនមែនត្រីធម្មតាទូទៅត្រីបំពងរបស់គាត់ទឹកត្រីគាត់ឆ្ងាញ់ទឹកត្រី7ទុំគាត់ណាមែនតើជាមួយនឹងត្រីបំពងរបស់គាត់នឹងមនុស្សមួយនេះហើយសម្រាប់អានេះវិញជាប្រភេទសាច់ជ្រូកម្យ៉ាងដែលគាត់ថានៅក្នុងខ្លួនជ្រូកគឺមានតិចគេហៅសាច់របាំងសាច់ជ្រូករបាំងហ្នឹងគាត់យកមកបំពងញ៉ាំជាមួយនឹងជ្រក់សដែកប្លែកត្រង់ថាញ៉ាំជ្រក់សដែកដូចអាសាច់ជ្រូកម្លីងនៅខាងស្វាយរៀងសាច់ជ្រូកម្លីងស្វាយរៀងឯព្រៃវែងដូចជាស្វាយរៀងហ្នឹងហើយអញ្ចឹងអ្នកនរគ្នាចូលចិត្តម្ហូបរបៀបបែបអញ្ចឹងអាចតំណតំណងសួរគាត់បានហើយនៅហាងរបស់គាត់ហ្នឹងក៏គាត់មានលក់តាំងពីព្រឹកនិយាយទៅម៉ោង7ព្រឹករហូតដល់ម៉ោង10ហ្នឹងពុកម៉ែបងប្អូនអាចទេកំងកក់គាត់រៀបចំផ្ញើដល់កន្លែងបានអត់បញ្ហាទេម៉ោង7ព្រឹកទៅហើយពេលព្រឹកគាត់មានលក់កាហ្វេមានលក់អីនៅហាងគាត់ដែរប៉ុន្តែខ្ញុំចូលចិត្តខ្លាំងហ្មងគឺអាក្រាក់ទាគាត់នេះអូដាក់តកួនដាក់អីមកជាតិបើសិនបើគាត់មានខួរជ្រូកទៀតមិនដឹងឆ្ងាញ់មិនទេព្រោះប៉ុន្តែគាត់ថាភ្ញៀវខ្លះចូលចិត្តឈាមទាហ្នឹងញ៉ាំជាមួយនឹងប្រភេទដាក់តកួនស្រួយហ្នឹងមកឆ្ងាញ់មួយបែបរបស់គាត់ប៉ុន្តែខ្ញុំចូលចិត្តរសជាតិទឹកសឡហ្នឹងខ្លាំងរសជាតិហ្នឹងឆ្ងាញ់ណាអ្នកទាំងអស់គ្នាខ្ញុំជឿថាអ្នកដែលដើរញ៉ាំច្រើនគ្រាន់តែឃើញសម្បល់សឡរបៀបធ្វើគ្រឿងរបស់គេចេញមកបែបនេះគឺដឹងតែថាបាច់ចាំខ្ញុំទៅសើក៏ដឹងថារូបភាពនេះឆ្ងាញ់ខ្លាំងដែរហើយកាធាយខទាវរបស់គាត់ប្រើកាធាយញីយកមកធ្វើទម្ងន់ប្រហែលជា1គីឡូតម្លៃគាត់ដូចជា80000ហើយមានថែមសាច់គោជីកង្កាមឲ្យមួយចានទៀតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូន promotion មានសាច់គោជីកង្កាមថែមជូនសម្រាប់កាធាយរបស់គេមួយឈុតហ្នឹងហើយលើសពីហ្នឹងទៀតក្រៅពីសាច់គោជីកង្កាមគឺគាត់មានជាប្រភេទគោកិច្ចរបស់គាត់មួយឈុតហ្នឹងគឺមានសាច់មួយចានមានបន្លែមួយឈុតមានអីហ្នឹងតម្លៃដូចជា20000ជាងហើយសាច់ថែមមួយចាន10000អ្នកទាំងអស់គ្នាអាចដាក់ថែមបានប៉ុន្តែអ្វីដែលខ្ញុំមើលទៅប្លែកពិសេសញ៉ាំទៅស្រួលញ៉ាំគឺខ្ទះចាក់របស់គាត់នេះអាខ្ទះឆ្នាំងចាក់នេះរៀងស្រួលញ៉ាំជាងប្រភេទខ្ទះផ្សេងពីខ្ញុំទៅញ៉ាំទៅឆ្ងាញ់ហើយខ្ទះនេះងាយស្រួលដាក់ឈូឆាប់បានញ៉ាំហើយឆ្ងាញ់អូជាតិណាស់ជាពិសេសគឺទឹកជ្រលក់គាត់នឹងមកញ៉ាំហើយជាប់ចិត្តអញ្ចឹងហើយបើបានទៅតំបន់ច្បារអំពៅកុំភ្លេច Mini Cafe and Eatery អរគុណបាយបាយ